ស្ដីអ្នកគ្នានេះគឺជាវីដេអូផាត2តពីវគ្គមុនវីដេអូនេះមានន័យច្រើនទេដោយសារតែនិយាយពីវីដេអូមុនរៀងច្រើនដែរហើយចឹងអ្នកគ្នាអាចទស្សនាបានវីដេអូទាក់ទងនឹងទេសភាពនៅភ្នំខ្លាកូនដដែលតចប់ចឹងសូមទស្សនាដូចតទៅវីដេអូនេះមានរយៈពេលប្រហែលជា2នាទីជាងទេអ្នកគ្នាបាទមានតែប៉ុណ្្នឹងឯងបាទចឹងកន្លែងនេះដោយសារតែវាអស់ជារៀងខ្ញុំអត់ចង់ដាក់វាដែរចឹង voice over តិចទៀតណានេះគឺជាសកម្មភាពនៅភ្នំបេតុងដែលខ្ញុំបានប្រាប់កាលពីវីដេអូមុនដែលគេដើរហាត់ប្រាណមានអ៊ំពូមីងហ្នឹងយាយក៏ដើរជាច្រើនផងដែរហើយអ្នកគ្នាអាចមើលបានទេសភាពដោយសារតែរៀងល្ងិតដែរពេលហ្នឹងហើយឆ្លៀរុនតិចអាកន្លែងនេះសំដែងទេអានេះសំដែងតាមពិតទៅរដងមានមនុស្សច្រើនដែរមានមនុស្សគាត់មកហាត់ប្រាណច្រើនក៏ប៉ុន្តែថ្ងៃនេះអត់ដឹងមិនស្ងាត់មេឃអត់អំណោយផលហើយណាមួយវារៀងល្ងិតមេឃរោភ្លៀងកាសទេរោភ្លៀងខ្យល់រោភ្លៀងក៏ប៉ុន្តែជាក់ស្ដែងអត់ភ្លៀងទេថ្ងៃហ្នឹងវាល្ងិតអត់ដឹងមិនដែរទៅពេលចឹងអ្នកនេះអាចមើលបានចុងក្រោយអរគុណដល់អ្នកទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូនេះតាំងពីដើមរហូតមកដល់ចប់អរគុណអ្នកគ្នាកុំភ្លេចជួយ follow ម្នាក់មួយណាអរគុណលាបាយបាយ